គេថាពណ៌លឿងគឺជាពណ៌ដែលសត្វល្អិតខ្លាចជាងគេហើយការគ្រប់គ្រងច្រកទ្វារចេញចូលដែលមានពណ៌លឿងគឺមានប្រសិទ្ធភាពតើពិតឬក៏អត់មិនមែនគ្រប់ពណ៌គឺសុទ្ធតែអាចទាក់ទាញសត្វល្អិតបានដូចគ្នានោះទេហើយការយកពីចំណុចតូចមួយនេះអាចជួយឲ្យយើងគ្រប់គ្រងសត្វល្អិតនៅតាមច្រកចេញចូលបានកាន់តែមានប្រសិទ្ធភាពសត្វល្អិតជាច្រើនមានផ្នែកមើលឃើញដែលឆ្លើយតបខ្លាំងទៅនឹងពន្លឺពណ៌សពន្លឺ UV និងពន្លឺពណ៌ខៀវគឺមានន័យថាពន្លឺទាំងអស់នេះអាចទាក់ទាញសត្វល្អិតបានខ្លាំងជាងពន្លឺពណ៌ផ្សេងៗនេះហើយគឺជាមូលហេតុដែលយើងឃើញអំពូលចាប់សត្វល្អិតជាច្រើនប្រើពន្លឺពណ៌ខៀវឬក៏ពន្លឺ UV ដើម្បីទាក់ទាញសត្វល្អិតឲ្យហោះចូលមកអញ្ចឹងបើយើងប្រៀបធៀបជាមួយពន្លឺទាំងអស់ហ្នឹងជាមួយនឹងពន្លឺពណ៌លឿងជាទូទៅពន្លឺពណ៌លឿងគឺមានភាពទាក់ទាញតិចជាងចំពោះសត្វល្អិតហើយចំណុចដែលសំខាន់មិនមែនគ្រាន់តែពណ៌លឿងធ្វើឲ្យសត្វល្អិតខ្លាចនោះទេពណ៌លឿងមិនមែនជាពណ៌ដែលអាចបន្លាចឬក៏បណ្ដេញសត្វល្អិតបាននោះទេប៉ុន្តែវាអាចទាក់ទាញសត្វល្អិតតិចជាងពណ៌សពណ៌ខៀវឬពន្លឺ UV ហើយនេះហើយគឺជាពេលដែល PVC ពណ៌លឿងមានតួនាទីPVC ពណ៌លឿងមានលក្ខណៈ material ដែលអាចជួយកាត់បន្ថយពន្លឺមួយចំនួននៃវត្ថុនៅក្នុងអគារឬក៏តំបន់ផលិតកម្មរបស់បងប្អូនជាពិសេសពន្លឺដែលអាចទាក់ទាញសត្វល្អិតចេញពីក្នុងអគារទៅខាងក្រៅដូច្នេះពេលមើលពីខាងក្រៅច្រកទ្វារមិនសូវជាចំណុចពន្លឺដែលអាចទាក់ទាញសត្វល្អិតឲ្យហោះចូលមកនោះទេជាមួយគ្នានេះដែរវាមិន PVC ក៏ជារបាំងផ្ទាល់ដែលអាចជួយកាត់បន្ថយការហោះចូលសត្វល្អិតនៅច្រកទ្វារចេញចូលដូច្នេះមូលហេតុដែលជ្រើសរើស PVC ពណ៌លឿងមិនមែនព្រោះពណ៌លឿងមានសមត្ថភាពបណ្ដេញសត្វល្អិតនោះទេគឺដោយសារតែពណ៌លឿងជាពណ៌ដែលមិនទាក់ទាញសត្វល្អិតបូករួមជាមួយនឹងរបាំង PVC ដែលជួយកាត់បន្ថយឱកាសដែលសត្វល្អិតจะហោះចូលមកបានយ៉ាងច្រើនជាមួយក្រវ៉ាន់ពួកយើងណែនាំបងប្អូនជាមួយជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ទីតាំងរបស់បងប្អូន